ជាបាលជំងឺផ្លូវកាយនិងផ្លូវចិត្តបាទខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គបងប្អូនអស់ជាទីរាប់អានបាទខ្ញុំចង់ចែករំលែកវិធីព្យាបាលផ្លូវកាយនិងផ្លូវចិត្តបាទហើយជាពិសេសគឺអ្នកដែលមានបញ្ហាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរមិនអាចព្យាបាលបានរ៉ាំរ៉ៃយូរខែយូរឆ្នាំបាទហើយបើបងប្អូនព្យាបាលអស់លទ្ធភាពហើយមិនជាលេបថ្នាំទៅផឹកថ្នាំមិនជាហើយឬក៏បងប្អូនអត់មានថវិកាក្នុងការព្យាបាលទេខ្ញុំមានវិធីសាស្ត្រមួយអាចជួយព្យាបាលបងប្អូនបានតែលក្ខខណ្ឌគឺការអនុវត្តផ្ទាល់បាទគឺយើងធ្វើបែបនេះបាទគឺយើងរកកន្លែងឲ្យស្ងប់ស្ងាត់គួរសមមិនថានៅក្នុងផ្ទះយើងឬក៏កន្លែងណាទេឲ្យតែមានភាពស្ងប់ស្ងាត់បន្តិចមកហើយយើងគោះជារង្វង់មូលបាទគោះជារង្វង់មូលហើយយើងចូលទៅអង្គុយកន្លែងក្នុងរង្វង់មូលបាទអង្គុយចំកណ្ដាលមកហើយយើងប្រមូលអារម្មណ៍បិទភ្នែកដកដង្ហើមហើយតាំងចិត្តថាសូមកុំឲ្យចិត្តរបស់អញចេញក្រៅពីរង្វង់មូលនេះបាទសូមឲ្យចិត្តអញមូលប្រៀបដូចជារង្វង់មូលហើយនៅក្នុងតែរង្វង់មូលនេះកុំចេញទៅក្រៅបាទយើងព្យាយាមធ្វើដូច្នេះរយៈពេលកន្លះម៉ោងបាទយើងចំណាយពេលកន្លះម៉ោងយើងធ្វើយូរទៅគឺអាចព្យាបាលបានបាទហើយដែលខ្ញុំចែករំលែកនេះដោយសារខ្ញុំបានធ្លាប់ប្រើវិធីនេះព្យាបាលជំងឺផ្លូវកាយផងនិងផ្លូវចិត្តផងហើយជាជំងឺបានច្រើនយ៉ាងបាទទាំងផ្លូវកាយទាំងផ្លូវចិត្តដូច្នេះហើយដោយសារខ្ញុំបានឆ្លងផុតហើយខ្ញុំក៏ចង់ចែករំលែកដល់បងប្អូនបាទសូមបញ្ជាក់ថាលក្ខខណ្ឌដែលយើងធ្វើគឺគូសរង្វង់មូលចូលទៅកណ្ដាលហើយអង្គុយស្មឹងស្មាតប្រមូលអារម្មណ៍ឲ្យមូលឲ្យចិត្តតែនៅក្នុងរង្វង់មូលនេះយ៉ាងតិចរយៈពេលកន្លះម៉ោងបាទដែលយើងធ្វើយូរទៅគង់បានផលបាទអរគុណណាស់បាទ